បេក្ខភាពនាយករដ្ឋមន្ត្រីថៃម្នាក់អស់ពីដាក់ផែនការទិញអាវុធនុយក្លេអ៊ែរចេញគោលនយោបាយស្រីសៀមម្នាក់មានប្តី4ច្បាប់ឯកពន្ធភាពរបស់ប្រទេសកម្ពុជាទទួលស្គាល់ពលរដ្ឋទាំងពីរភេទមានចំណងអាពាហ៍ពិពាហ៍ដោយស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយផ្ទុយទៅវិញបែជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃម្នាក់បានប្រកាសដល់ចម្លែកខុសពីអ្នកនយោបាយផ្សេងទៀតដោយអនុញ្ញាតឲ្យស្ត្រីសៀមម្នាក់អាចមានប្តីរហូតដល់4នាក់ប្រសិនបើខ្លួនជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីបើតាមកាសែតជាភាសាអង់គ្លេសរបស់ថៃបានចេញផ្សាយកាលពីថ្ងៃអង្គារទី13ខែមករាឆ្នាំ2026ថាបេក្ខភាពនាយករដ្ឋមន្ត្រីថៃម្នាក់បានជំរុញឲ្យមានការជជែកដេញដោលគ្នាយ៉ាងទូលំទូលាយបន្ទាប់ពីគាត់បានស្នើឲ្យមានគោលនយោបាយដែលអនុញ្ញាតឲ្យស្ត្រីម្នាក់មានប្តីរហូតដល់4នាក់តាមរយៈការព្រមព្រៀងគ្នាពីគ្រប់ភាគីដែលជាផ្នែកមួយតាមអ្វីដែលគាត់បានពិពណ៌នាថាវាជាវេទិកាសមភាព gender លោកមង្គលគិតសុកស៊ីនថារ៉ានុនបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណៈបកជំរឿនថៃបានបញ្ជាក់នៅលើបណ្ដាញសង្គមកាលពីពេលថ្មីនេះថាពាក្យសមភាព gender គឺស្ត្រីគួរតែអនុញ្ញាតមិនឲ្យមានប្តីលើសពី4នាក់ប្រសិនបើគ្រប់ភាគីព្រមទទួលយកការលើកឡើងបែបនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សលើបណ្ដាញអ៊ីនធឺណិតដោយអ្នកប្រើប្រាស់បានជជែកវែកញែកថាតើករណីនេះឆ្លុះបញ្ចាំងអំពីការគិតរីកចម្រើនការតេស្តនយោបាយឬការប៉ុនប៉ងដោយចេតនាដើម្បីបង្កឲ្យមានការពិភាក្សាគ្នាការលើកឡើងរបស់លោកមង្គលគិតនាពេលនេះគឺជាសំណើចុងក្រោយបង្អស់សម្រាប់ទស្សនវិស័យជាបន្តបន្ទាប់នៃគោលនយោបាយខុសប្រក្រតីរបស់គាត់ប៉ុន្តែកាលពីពេលកន្លងទៅនេះបេក្ខភាពនាយករដ្ឋមន្ត្រីថៃលោកមង្គលគិតក៏បានស្នើឲ្យបង្កើតកងកម្លាំងអវកាសរបស់ប្រទេសថៃដោយផ្ដល់ការលើកទឹកចិត្តជាសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះដើម្បីដោះស្រាយអត្រាកំណើតធ្លាក់ចុះហើយតម្រូវឲ្យមានលំហាត់ប្រាណប្រចាំថ្ងៃសម្រាប់មនុស្សស្ថិតក្នុងវ័យធ្វើការងារជាថ្នូរនឹងការដំឡើងប្រាក់ឈ្នួលនិងការពង្រឹងវិស័យយោធាដោយរាប់បញ្ចូលទាំងការទិញអាវុធនុយក្លេអ៊ែរផងដែរស្របពេលបេក្ខភាពនាយករដ្ឋមន្ត្រីថៃមកពីគណៈបកជំរឿនថៃនៅមិនទាន់ពន្យល់អំពីរបៀបដែលគោលនយោបាយពហុស្វាមីនឹងត្រូវអនុវត្តជាផ្លូវច្បាប់ឬក្នុងន័យសង្គមនោះការប្រកាសបែបនេះបានបង្កឲ្យមានការពិភាក្សាយ៉ាងទូលំទូលាយរួចមកហើយអំពីច្បាប់អាពាហ៍ពិពាហ៍សិទ្ធិ gender និងទូនាទីនៃការផ្ញើសារនយោបាយនៅក្នុងសន្ទរកថាជាសាធារណៈនៅក្នុងប្រទេសថៃ